សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំមកធ្វើមីបែបកូរ៉េឥឡូវហ្នឹងចាប់ដើមដោតភ្លើងឲ្យឆ្នាំងរៀងក្តៅបន្តិចខ្ញុំចាក់ប្រេងចូលផ្ទះអស់ពងមាន់ហើយអញ្ចឹងខ្ញុំក៏ជៀនជាមួយនឹងប្រហិតសាច់គោវិញរៀងក្រៀមបន្តិចខ្ញុំក៏ស្រង់ចេញបន្ទាប់មកខ្ញុំដាំជាមួយនឹងទឹកក្តៅវិញម្ដងទឹកពុះហើយខ្ញុំក៏ហែកមីដាក់ចូលញ៉ាំមីរយៈពេល2នាទីមីទន់ហើយបាទខ្ញុំដាក់ទឹកគ្រឿងតាមក្រោយទឹកគ្រឿងមីគោកគឺមានតែ2កញ្ចប់ទេអ្នកទាំងអស់គ្នាដាក់ទឹកគ្រឿងហើយយើងក៏កូរមីឲ្យសព្វចូលគ្នាចុងក្រោយខ្ញុំដាក់ជាមួយនឹងប្រហិតហើយខ្ញុំថែមជាមួយនឹងគីមឈីសម្រាប់មីកូរ៉េហ្នឹងគឺអត់សូវហឹរខ្លាំងទេអ្នកទាំងអស់គ្នាអ្នកដែលគាត់អត់ចេះញ៉ាំហឹរគឺគាត់អាចសាកធ្វើមីនឹងញ៉ាំបានរសជាតិវិញគឺឆ្ងាញ់អ្នកទាំងអស់គ្នាអូខេអ្នកទាំងអស់គ្នាមានតែប៉ុណ្្នឹងទេបាយបាយ